ចម្រើនពរញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់ថ្ងៃនេះខ្ញុំគណៈអាត្មាភាពបាននិមន្តមកដល់ទឹកដីប្រទេសបារាំងដោយវត្តម៉ាក់សីបានរៀបចំធ្វើបុណ្យផ្កាប្រាក់សាមគ្គីនៅក្នុងកម្មវិធីបុណ្យផ្កាប្រាក់នៅវត្តម៉ាក់សីប្រទេសបារាំងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ថ្ងៃអាទិត្យទី7ទី8ខែ6ឆ្នាំ2025យើងនឹងប៉ុណ្ណាដោយព្រះសង្ឃគ្រប់ព្រះអង្គមានការរៀបចំតុបតែងវត្តញាតិញោមក៏កំពុងតែរៀបចំតុបតែងនៅក្នុងព្រះវិហារដ៏ធំស្កឹមស្កៃក៏ដោយកំពុងតែកសាងព្រះវិហារនេះគឺបានការឧបត្ថម្ភគ្រប់មជ្ឈដ្ឋាននានាដែលដឹកនាំដោយព្រះអង្គគ្រូព្រះចៅអធិការព្រះអង្គគ្រូចាបអនីទាំងពុទ្ធបរិស័ទចាគណៈកម្មការនៅវត្តម៉ាក់សីអញ្ចឹងថ្ងៃនេះខ្ញុំគណៈអាត្មាភាពក៏បានថតសកម្មភាពព្រះសង្ឃដែលកំពុងតែតុបតែងនៅក្នុងព្រះវិហារប៉ុណ្ណាព្រះវិហារជាន់ទី1ព្រោះកសាងបានមួយជាន់ហើយញាតិញោមព្រះសង្ឃក៏បានរៀបចំណាធ្វើ stage ញាតិញោមឬក៏ឆាកសម្រាប់កម្មវិធីប្រសង់សូត្រមន្តឬក៏ចម្រើនព្រះបរិត្តនឹងគ្រូអភិធម្មមេលង្ការោច័ន្ទសិជនក៏បាននិមន្តមកសម្ដែងពធនៅក្នុងកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គីនេះហើយក្នុងកម្មវិធីបុណ្យផ្កាប្រាក់នេះផងដែរក៏មានតារាចម្រៀងបងអឿនស្រីមុំក៏មកច្រៀងដែលជាចម្រៀងខ្មែរយើងឬក៏ជាប្រពៃណីខ្មែរអីយ៉ាងណាក៏ទៅតាមកម្មវិធីវរៈកម្មវិធីអញ្ចឹងទៅពុទ្ធបរិស័ទយើងឃើញថាមានការស្រស់ស្រួលសហការគ្នាដោយយកចិត្តទុកដាក់ជាពិសេសគឺអាត្មាភាពឃើញពុទ្ធបរិស័ទយើងមានការស្រឡាញ់និងចូលចិត្តនៅវត្តអារាមភាគច្រើនពុទ្ធបរិស័ទយើងរស់នៅឆ្ងាយពីប្រទេសខ្មែរហើយចឹងទៅមករស់នៅឯនីសមុទ្រចឹងទៅក៏មានប្រសង់មានអីចឹងទៅបង្កើតជីវត្តអារាមក៏សម្រាប់ធ្វើទានសម្រាប់កម្មវិធីបុណ្យផ្សេងប្រពៃណីវប្បធម៌ខ្មែរដូចជាបុណ្យជប់ឆ្នាំថ្មីបុណ្យភ្ជុំបិណ្ឌបុណ្យកឋិនអីហ្នឹងគឺអត់ខុសពីពុទ្ធបរិស័ទនៅឯស្រុកខ្មែរនោះទេដោយឡែកគឺវត្តម៉ាក់សីគឺអាត្មាភាពមកឃើញនៅប្រទេសបារាំងនេះគឺព្រះវិហារធំញាតិញោមពោធំពោហើយពុទ្ធបរិស័ទគឺមកជួយកិច្ចការងារវត្តអត់គិតពីរឿងលុយកាក់អីទេញាតិញោមណាពោហ្នឹងគឺឃើញចំណុចល្អហើយអាត្មាភាពក៏សប្បាយចិត្តមែនទែនលើកទី1ហើយបានមកដល់វត្តម៉ាក់សីណាដែលស្ថិតនៅទីក្រុងម៉ាក់សីណាប្រទេសបារាំងបងហើយញាតិញោមទាំងប្រុសទាំងស្រីមកជួយកិច្ចការងារវត្តអ្នកខ្លះក៏បោសអ្នកខ្លះក៏ជូតអ្នកខ្លះក៏លាងចានលាងឆ្នាំងធ្វើម្ហូបធ្វើអីប្រសង់ណានិមន្តពីស្រុកខ្មែរមកហ្នឹងក៏ជួយកិច្ចការងារជាហូរហែណាអង្គខ្លះក៏លើកនេះលើកនោះចឹងទៅណាជួយបាញ់កណាត់បាញ់អីចាប់ណាវិដានចាប់អីចឹងទៅគឺជួយកិច្ចការងារគ្នាញាតិញោមណាហើយយើងនៅតុបតែងរៀបចំបន្តបន្ទាប់ដូចជារៀបការរៀបអីបន្តញាតិញោមចឹងក៏សូមពុទ្ធបរិស័ទទាំងអស់ណានៅក្នុងនិងក្រៅប្រទេសប៉ុណ្ណាណាសូមពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសក៏អញ្ជើញចូលរួមទាំងអស់គ្នាកម្មវិធីបុណ្យប្រព្រឹត្តទៅនៅក្នុងថ្ងៃសៅរ៍អាទិត្យទី7ទី8ខែមិថុនាឆ្នាំ2025យើងនឹងឯងចឹងសូមពុទ្ធបរិស័ទទាំងអស់អញ្ជើញចូលរួមជួយណាឧបត្ថម្ភក្នុងកម្មវិធីបុណ្យផងដែរជាពិសេសគឺបុណ្យផ្កាប្រាក់នឹងដើម្បីប្រមូលបច្ច័យកសាងព្រោះញាតិញោមបានឃើញហើយព្រះវិហារធំស្កឹមស្កៃព្រោះហើយដោយឡែកពុទ្ធបរិស័ទខ្មែរយើងរស់នៅឯនីសមុទ្រទាំងសូមពុទ្ធបរិស័ទទាំងអស់ចូលរួមថែប្រពៃណីវប្បធម៌ខ្មែរយើងដូចជាការកសាងព្រះវិហារអញ្ចឹងគឺថាលាយឡំដោយប្រពៃណីនិងវប្បធម៌ខ្មែរហើយបងប្អូនដូចពាក្យខ្មែរយើងបានពោលថាវប្បធម៌រលត់ជាតិរលាយវប្បធម៌ពុនរាយជាតិកាំងកានព្រោះចឹងសូមពុទ្ធបរិស័ទទាំងអស់នោះគ្នា
ចូលរួមថែរក្សាប្រពៃណីវប្បធម៌ខ្មែរយើងឲ្យបានល្អណាស់ញាតិញោមបងអញ្ចឹងក្នុងថ្ងៃបុណ្យខាងមុខនេះសង្ឃឹមថាពុទ្ធបរិស័ទបានចូលរួមឲ្យច្រើនកកកណាប៉ុណ្ណាអញ្ចឹងខ្ញុំកណ្ដាអាត្មាភាពសូមនមស្ការថ្វាយគំលានិងចម្រើនពរលាកូនមេហពុកត្រូវជាមនុស្សដូចតទៅកូនស្រីឪត្រូវជាមនុស្សមិនរឹងត្អឹងតែបើរឹងត្រូវរឹងពឹងប្រឹងសិក្សា កូនប្រុសឪត្រូវជាមនុស្សមានប្រាជ្ញាព្រះផ្ដាំថាកុំស្នេហាស្រាស្រីល្បែងកូនស្រីឪត្រូវជាមនុស្សមិនជាប់នុយកុំស្នេហ៍លុយស្អុយគេឈ្មោះរស់ដូចផ្សែងកូនស្រីឪត្រូវជាមនុស្សចេះខ្លាចក្រែងព្រះសំដែងឲ្យទម្លាប់ជាប់សិលវិញកូនប្រុសឪត្រូវជាមនុស្សចេះស្មោះត្រង់កុំតាមចង់ក្រែងមិនសុខទុកទោមនិញកូនប្រុសឪត្រូវជាមនុស្សតាមចេះវិញប្រឹងបំពេញធម៌សន្តោសប្រុសមេត្តាកូនស្រីឪត្រូវជាមនុស្សមិនប្រមាទជាស្រីឆ្លាតចេះប្រមាលមើលកិច្ចការកូនស្រីឪត្រូវជាមនុស្សទុនចរិយាតែយ៉ាងណាសូមស្រីមុំកុំតន់ខ្សោយកូនប្រុសឪត្រូវជាមនុស្សចេះអត់ធន់ការស្រាលធ្ងន់កុំទម្រុនទុនបណ្ដោយកូនប្រុសឪត្រូវជាមនុស្សមិនថយក្រោយកុំចាំឲ្យមនុស្សស្រីស្រានបានទៅមុខកូនស្រីឪត្រូវជាមនុស្សមិនលេះលោះពាក្យពីរោះមានរបៀបរៀបទំនុកកូនស្រីឪត្រូវជាមនុស្សរក្សាសុខបើខ្លាចទុក្ខកុំជាមនុស្សទ្រុសសិលធម៌កូនប្រុសឪត្រូវជាមនុស្សចេះស្គាល់ខ្លួនចិត្តមមមួនមិនអំនួតអួតខ្ទេខ្ទួកូនប្រុសឪត្រូវជាមនុស្សមិនញាប់ញ័រជួបលោកធម៌ត្រូវពិចារណាថាមិនទៀងកូនស្រីឪត្រូវជាមនុស្សចេះដឹងគុណជាដើមទុននៃជីវិតពិតជាស្បៀងកូនស្រីឪត្រូវជាមនុស្សមិនលំអៀងសំដីទៀងពិតប្រកបមាត់ក្រអូបកូនប្រុសឪត្រូវជាមនុស្សចេះចាប់ផ្ដើមមិនល្បិចល្បើមត្រូវប្រឹងប្រែងក្រែងខ្វះហូបកូនប្រុសឪត្រូវជាមនុស្សមិនចេះល្មោបតែបើទ្រពដល់ខ្ជិលរិលបញ្ញាកូនស្រីឪត្រូវជាមនុស្សមិនច្រណែនរៀបបែបផែនជាមង្គលដល់គ្រួសារកូនស្រីឪត្រូវជាមនុស្សមានមេត្តាមិនអ៊ីសាក្នុងជីវិតពិតជាស្ងប់កូនប្រុសឪត្រូវជាមនុស្សដឹងប្រមាណក្នុងខ្លួនប្រាណរាល់យប់ថ្ងៃលៃឲ្យគប់កូនប្រុសឪត្រូវជាមនុស្សមិនអភ័ព្វមិនត្រូវជាប់គ្រឿងញៀនញ៉ាមកាមគុណ5កូនប្រុសស្រីកុំជាមនុស្សទ្រុសមិត្តភក្តិកុំជំពាក់ទ្រពបំណុលបុលបញ្ចាំកុំរ៉ាប់រងធានាទ្រពជាប់គ្រោះកម្មឪសូមផ្ដាំកម្មវេរាឪសូមផ្ដាំកម្មវេរាជាគ្រោះកាចកូនប្រុសស្រីកុំជាមនុស្សទ្រុសសីលាកុំគិតថាសិលនេះណាខ្លាកំណាចតាមពិតសិលជាទេវតាខ្លាអង្អាចមានអំណាចអាចប្រហារខ្លាកិលេសកូនប្រុសស្រីកុំជាមនុស្សទ្រុសមេដាស្រីនេះណាជាព្រះព្រំគុំប្រហែសតែប្រហើនហ៊ានខោខើត្រូវភ្លើងឆេះជាតិអ្នកចេះត្រេះរិះដឹងប្រឹងបូជាកូនប្រុសស្រីកុំជាមនុស្សទ្រុសបិតាត្រូវដឹងថាប្រុសនេះណាជាព្រហ្មាបានសុខហើយក្នុងជំរំព្រំវិហារធម៌ត្រូវមនីមនីភ្ញាក់រលឹកដឹងតបគុណកូនប្រុសស្រីកុំជាមនុស្សទ្រុសព្រះពុទ្ធត្រូវលំអុតកាយវាចាប្រាថ្នាបុណ្យ
កូនមានទានសិលភាវនាជាដើមទុនផុតទីរុនចាអបាយឆ្ងាយពីទុក្ខកូនប្រុសស្រីកុំជាមនុស្សទ្រុះព្រះធម៌កុំជាប់ជួរនៃកាមគុណសុនក្នុងគុកប្រឹងដើរតាមស្នាមព្រះបាទព្រះជន់ទុកកុំសម្រុកដើរកុំសម្រុកធ្វើដំណើរដើរផ្លូវមាកូនប្រុសស្រីកុំជាមនុស្សទ្រុះព្រះសង្ឃត្រូវនឹកត្រង់អង្គសាវកព្រះភគវីទ្រង់សាសនាព្រះចិនស្រីល្បីខ្ទួខ្ទាក្រងធម្មាជាបៃដកវិសុអៈកូនមាសឪពុកទាំងឡាយអើយព្រះធម៌មានហើយកុំធ្វើខ្វាក់ប្រឹងអានប្រឹងគិតឲ្យប្រចាក់លក្ខណៈដ៏ល្អគុំកន្លងថ្ងៃ15កើតខែវិសាខជាថ្ងៃសម្រាប់ធ្វើបុណ្យឆ្លងព្រះពុទ្ធទ្រង់កើតជាចម្បងចម្លងសត្វលោកហត់ភព3ថ្ងៃ15កើតខែអាសាឍកូនឪត្រូវឆ្លាតយល់សេចក្តីថ្ងៃនេះជាថ្ងៃព្រះចិនស្រីចាប់ផ្ដើមពោស្ដីធម៌ទេសនាជាថ្ងៃកំណើតនៃព្រះធម៌ស្ដាប់ហើយតាំងគោដ៏ថ្លៃថ្លាដល់ពេលប្រសូតបានសោតតាផុតចាកទុក្ខាក្នុងអបាយថ្ងៃដែលព្រះសង្ឃមានកំណើតថ្ងៃ15កើតមិនមែនឆ្ងាយគឺថ្ងៃតែមួយដែលធម្មកាយចាប់ផ្ដើមសព្វផ្សាយដោយព្រះពុទ្ធព្រះធម៌និងព្រះសង្ឃកូនត្រូវអោនអង្គយ៉ាងលម្អត់គោរពបូជាដោយមុះមុតប្រសើរបំផុតត្រង់ចិត្តស្អាតថ្ងៃ15កើតមាឃបូជាអង្គព្រះភគវីទ្រង់អវាទប្រាប់បេះដូងធម៌ក្នុងសន្និបាតគឺជាអវាទបាតិមោកពិសាអាសាទមាឃបូជាកូនឪគ្រប់គ្នាប្រញាប់ក្រោកទៅវត្តស្ដាប់ធម៌ព្រះបាតិមោកកុំឲ្យចាញ់បោកមាក្នុងខ្លួនរៀបចំភ្ញីផ្កាគ្រឿងបូជាសំពះវន្ទីឲ្យសុបសួនធ្វើទានកាន់សិលឲ្យខ្ជាប់ខ្ជួនគុំនុំគុំគួនកំបីមានកូនមាសឪពុកទ្រព្យសម្បត្តិគ្រប់យ៉ាងដែលឪពុកមានប្រគល់ឲ្យដល់កូនគឺជាការអប់រំទូមានព្រានប្រដៅជាការបណ្ដុះបណ្ដាលនៅឧបនិស្ស័យដ៏ល្អឲ្យកើតក្នុងខ្លួនរបស់កូន